សួស្តីបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់បាទនៅក្នុងវីដេអូនេះយើងសិក្សាវិញ្ញាសាសិលធម៌ពលរដ្ឋវិទ្យាបាទប្រឡងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាទសម័យប្រឡងថ្ងៃទី5ខែធ្នូឆ្នាំ2022ថ្នាក់ខាងវិទ្យាសាស្ត្រសង្គមបាទរយៈពេល90នាទីបន្ទុក75បន្ទុកបាទអញ្ចឹងចង់ដឹងថាតើនៅឆ្នាំ2022គេចេញអីខ្លះសូមចូលទៅកាន់ចំណុចជាបន្តទៅទៀតដើម្បីមើលសំណួរវិញ្ញាសារបស់យើងគេចេញ5សំណួរទី1គេឲ្យយើងពន្យល់ពីភាពខុសគ្នារវាងការបង្កើតថ្មីនិងរបកកំហើញដោយលើកឧទាហរណ៍មកបញ្ជាក់សំណួរទី2ចូលបង្ហាញពីទំនាក់ទំនងរវាងអនុមានញែកនិងអនុមានរួមសំណួរទី3សិលតម្លៃជាតម្លៃថ្នាក់ខ្ពស់របស់មនុស្សចូលពន្យល់សំណួរទី4ចូលពន្យល់ពីភាពសុខដុមផ្នែកសាសនាសំណួរទី5សិស្សជាកម្លាំងមួយដ៏សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចូលពន្យល់បាទអញ្ចឹង5សំណួរនេះគឺសុទ្ធតែមាននៅក្នុងមេរៀនរបស់យើងទាំងអស់បាទហើយសំណួរទី5នេះវាមាននៅក្នុងមេរៀនអំពើពុករលួយបាទឥឡូវនេះយើងចូលទៅកាន់ចំណុចជាបន្តទៅទៀតដើម្បីមើលអត្រាកំណែរបស់យើងថាតើគេឆ្លើយយ៉ាងម៉េចទាក់ទងទៅនឹងសំណួរវិញ្ញាសាទាំងអស់នេះសំណួរទី1ចូលពន្យល់ពីភាពខុសគ្នារវាងការបង្កើតថ្មីនិងរបកកំហើញដោយលើកឧទាហរណ៍មកបញ្ជាក់បាទសំណួរទី1នេះវាមាននៅក្នុងមេរៀនការបង្កើតថ្មីណាបាទអញ្ចឹងដើម្បីបញ្យល់ពីភាពខុសគ្នាបានតើតើយើងយល់ពីអ្វីទៅជាការបង្កើតថ្មីហើយអ្វីទៅជារបកកំហើញភាពខុសគ្នារវាងការបង្កើតថ្មីនិងរបកកំហើញឃើញថាការបង្កើតថ្មីនេះគឺជាការផលិតអ្វីមួយដោយផ្អែកលើមធ្យោបាយចាស់ដើម្បីសម្រេចគោលដៅមួយថ្មីដែលមិនមានកន្លងមកឧទាហរណ៍វិស្វករបង្កើតកុំព្យូទ័រ smartphone បាទទូរស័ព្ទណាបាទ Facebook ម៉ាស៊ីន ATM បាទរថយន្តអគ្គិសនីម៉ាស៊ីនកិនស្រូវបាទម៉ាស៊ីនបាញ់ថ្នាំដ្រូនជាដើមរបស់ទាំងអស់ហ្នឹងគឺគេបង្កើតថ្មីណាអញ្ចឹងការបង្កើតថ្មីនេះគឺមានន័យថាជាការបង្កើតអ្វីមួយដែលថ្មីប៉ុន្តែប្រើប្រាស់នៅមធ្យោបាយចាស់បានន័យថាការបង្កើតថ្មីហ្នឹងគឺយើងប្រើប្រាស់ធាតុចាស់ដែលមានរួចមកហើយណាយើងធ្វើಸಂយោគនៅធាតុចាស់ជាច្រើនបញ្ចូលគ្នាបង្កើតទៅជាគេហៅថាសម្ភារៈថ្មីផលិតផលថ្មីអញ្ចឹងការប្រើប្រាស់មធ្យោបាយចាស់ឬក៏ធាតុចាស់សំដៅទៅរកការសម្រេចឲ្យបាននៅគោលដៅថ្មីណាផលិតផលថ្មីសង្យោគថ្មីដោយវិស្វករគាត់បង្កើតកុំព្យូទ័រអញ្ចឹងណាអញ្ចឹងសម្ភារៈហ្នឹងគឺគេបង្កើតឡើងបានដោយសារតែមានធាតុបង្កដែលជាធាតុចាស់ណាគេផ្សំបង្កើតបញ្ចូលគ្នាបង្កើតទៅជាកុំព្យូទ័រគ្រឿងម៉ាស៊ីនបាទ hardware ហើយ software ណាដើម្បីដាក់បញ្ចូលនៅក្នុងកុំព្យូទ័រនឹងទៀតការបង្កើត software ក្តីបង្កើតកុំព្យូទ័រក្តីវាសុទ្ធតែយើងប្រើប្រាស់នៅមធ្យោបាយចាស់ធាតុចាស់ដែលមានកន្លងមកខ្លះគួបផ្សំបញ្ចូលគ្នាទៅសង្យោគទៅបង្កើតបានទៅជាផលិតផលថ្មីសង្យោគថ្មីណាបាទសូម្បីតែទូរស័ព្ទក៏ដូចគ្នាដែរ smartphone ដែលមានភាពវៃឆ្លាតនិងមានភាពទំនើបល្អងាយស្រួលប្រើជាងមុនមានមុខងារច្រើនអញ្ចឹងណាយើងអាចប្រើប្រាស់បានល្អប្រសើរជាងមុនមួយទៀតរបកកំហើញនេះគឺជាការរកឃើញអ្វីដែលមានស្រាប់រួចមកហើយត្រូវបានគេរកឃើញឧទាហរណ៍លោក Lavoisier រកឃើញអុកស៊ីហ្សែននៅក្នុងខ្យល់លោក
Crystal Column បាទគាត់រកឃើញទ្វីបអាមេរិកអញ្ចឹងរបបកំហើញនេះគឺជាការរកឃើញអ្វីៗដែលមានរួចមកហើយបាទមានលក្ខណៈជាអាកំបាំងដែលគេរកពុំទាន់ឃើញដូចអុកស៊ីហ្សែនអញ្ចឹងវាមាននៅក្នុងខ្យល់រួចជាស្រេចហើយណាប៉ុន្តែកន្លងមកគេរកអត់ទាន់ឃើញដល់ក្រោយមកលោក Lavoisier គាត់ស្រាវជ្រាវរកឃើញនៅក្នុងខ្យល់វាមានឧស្ម័នអុកស៊ីហ្សែននេះណារបស់ហ្នឹងវាមានស្រាប់នៅក្នុងធម្មជាតិដូចជាទ្វីបអាមេរិកអីជាដើមក៏ដូចគ្នាដែរណាអញ្ចឹងវាមានណាទ្វីបអាមេរិកពីមុនមកប៉ុន្តែគេអត់ទាន់ដឹងគេអត់ទាន់រកឃើញណាដល់ក្រោយមកលោកCrystal Column នេះគាត់ស្វែងរកឃើញទ្វីបអាមេរិកហ្នឹងអាហ្នឹងគេហៅថាជារបបកំហើញហើយរកឃើញនៅអ្វីដែលមានស្រាប់រួចមកហើយដែលគេរកមិនទាន់ឃើញពីមុនមកណាអ្នកវិទ្យាសាស្ត្របាទអ្នកប្រាជ្ញខាងគីមីវិទ្យារកឃើញនៅសារធាតុគីមីផ្សេងៗទៀតដែលវាមាននៅក្នុងធម្មជាតិរួចជាស្រេចណាបាទឥឡូវនេះគឺមានការរកឃើញថ្មីច្រើនបាទអញ្ចឹងអាហ្នឹងសុទ្ធតែជារបបកំហើញហើយវាមានស្រាប់រួចមកហើយណាបើយើងប្រៀបធៀបទៅការបង្កើតថ្មីនឹងរបបកំហើញវាឃើញថារបបកំហើញគេរកឃើញអ្វីដែលវាមានស្រាប់រួចមកហើយតែកន្លងមកគេមិនទាន់រកវាឃើញគេទៅមិនរកវាឃើញគេអត់បង្កើតវាទេវាមានស្រាប់នៅក្នុងធម្មជាតិណាដល់ការបង្កើតថ្មីយើងបង្កើតអ្វីមួយដែលថ្មីប៉ុន្តែយើងប្រើប្រាស់មធ្យោបាយចាស់ដូចយើងបង្កើតសម្ភារៈប្រើប្រាស់អញ្ចឹងយើងបង្កើតកុំព្យូទ័រយើងបង្កើតទូរស័ព្ទបង្កើតរថយន្តគេបង្កើតយន្តហោះអញ្ចឹងរបស់ទាំងអស់ហ្នឹងវាមិនមែនជាអ្វីដែលមានស្រាប់ទេគេប្រើប្រាស់មធ្យោបាយចាស់ធាតុចាស់យកមកផ្គុំផ្សំគ្នាបង្កើតទៅជាសង្យុកថ្មីវត្ថុថ្មីអាហ្នឹងយើងហៅថាការបង្កើតថ្មីវាខុសពីរបបកំហើញបែបហ្នឹងណាបាទអញ្ចឹងសំណួរទី1នេះគឺមានតែប៉ុណ្្នឹងឥឡូវខ្ញុំចូលទៅកាន់សំណួរជាបន្តទៅទៀតសំណួរទី2គេឲ្យយើងបង្ហាញពីទំនាក់ទំនងរវាងអាណាមានញែកនិងអាណាមានរួមបាទសំណួរទី2នេះវាមាននៅក្នុងមេរៀនល្បិចទូទៅនៃគណិតដើម្បីបង្ហាញពីទំនាក់ទំនងរវាងអាណាមានញែកនិងអាណាមានរួមបានតើតើយើងយល់ណាអ្វីទៅជាអាណាមានញែកអ្វីទៅជាអាណាមានរួមហើយវាជាប់តាក់ទងគ្នាយ៉ាងម៉េចបើយើងនិយាយពីអាណាមានញែកមានន័យថាជាវិចារមួយដែលញែកសេចក្តីសន្និដ្ឋានចេញពីគោលការណ៍ទូទៅដើម្បីទៅរកវិបាកឬក៏ចេញពីភាពរួមទៅរកភាពដោយឡែកអាហ្នឹងយើងហៅថាអាណាមានញែកពាក្យថាញែកគឺយើងញែកចេញអញ្ចឹងអាណាមានញែកនេះគឺញែកសន្និដ្ឋានចេញពីគោលការណ៍ទូទៅឧទាហរណ៍យើងនិយាយថាលោហៈទាំងអស់សុទ្ធតែចម្លងអគ្គិសនីទួងដែងជាលោហៈដូចនេះទួងដែងគឺចម្លងអគ្គិសនីវាចេញពីភាពរួមទៅរកភាពដោយឡែកអញ្ចឹងភាពរួមគឺលោហៈទាំងអស់ហ្នឹងគោលការណ៍ទូទៅវាចេញពីភាពរួមទៅរកភាពដោយឡែកចេញពីគោលការណ៍ទូទៅទៅរកវិបាកចឹងបានន័យថាញែកគោលការណ៍ទូទៅដើម្បីឈានទៅរកការសន្និដ្ឋានថ្មីមួយណាអាហ្នឹងគឺយើងហៅថាអាណាមានញែកហើយមួយទៀតអាណាមានរួមណាអាណាមានរួមនេះគឺជាវិចារដែលចេញពីគោលការណ៍ពិសេសជាច្រើនដើម្បីបង្រួមឲ្យបានជាច្បាប់ទូទៅមួយដូចយើងបង្កើតនៅច្បាប់ទូទៅវាកើតចេញពីគោលការណ៍ពិសេសជាច្រើនបើយើងផ្អែកទៅលើឧទាហរណ៍នៅក្នុងអាណាមានញែកដែលខ្ញុំបាននិយាយបាញ់ហ្នឹងគេដឹងថាលោហៈទាំងអស់សុទ្ធតែចម្លងអគ្គិសនីបានដោយសារគេសិក្សាទៅលើគោលការណ៍ពិសេសជាច្រើនរួមចូលគ្នាដើម្បីទាញចេញជាច្បាប់ទូទៅមួយណាឧទាហរណ៍ពីស្រាវជ្រាវលោហៈដែកវាអាចចម្លងអគ្គិសនីបានគេស្រាវជ្រាវឃើញទួងដែងជាលោហៈដែរអាចចម្លងអគ្គិសនីបានដែរវាមានលោហៈជាច្រើនទៀតណាដែលគេសិក្សាទៅសុទ្ធតែចម្លងអគ្គិសនីអញ្ចឹងចុងក្រោយគេទាញជាសន្និដ្ឋានណាជាច្បាប់ទូទៅមួយថាគ្រប់លោហៈទាំងអស់សុទ្ធតែអាចចម្លងអគ្គិសនីបានន័យថាវាជាវិចារដែលចេញពីគោលការណ៍ពិសេសជាច្រើនដើម្បីបង្រួមឲ្យចេញបានទៅជាច្បាប់ទូទៅមួយជាទ្រឹស្ដីមួយជារូបមន្តមួយឥឡូវនេះយើងយល់ពីអាណាមានញែកនិងអាណាមានរួមហើយអញ្ចឹងសួរថាតើអាណាមានញែកនិងអាណាមានរួមនេះវា
ជាប់តាក់ទងគ្នាយ៉ាងម៉េចអញ្ចឹងតំណាក់តំណងរវាងអាណាមានញែកនិងអាណាមានរួមគឺអាណាមានញែកនិងអាណាមានរួមនេះជាចលនាពីររបស់គំនិតដែលមានដំណើរផ្ទុយគ្នាប៉ុន្តែជួយបំពេញឲ្យគ្នាទៅវិញទៅមកអាមួយចេញពីភាពរួមទៅរកភាពដោយឡែកអាមួយចេញពីភាពដោយឡែកទៅរកភាពរួមណាវាពីផ្ទុយគ្នាអញ្ចឹងអាណាមានរួមផ្ដល់ឫសគល់ឲ្យអាណាមានញែកព្រោះអាណាមានរួមជាអ្នកស្វែងរកច្បាប់ទូទៅក្នុងវិទ្យាសាស្ត្រពិសោធន៍និងរកគោលការណ៍ឲ្យគណិតវិទ្យាតើមានភាពរួមបានយើងអាចញែកទៅរកភាពដោយឡែកហើយអាណាមានញែកនេះវាមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ជាអ្នកដឹកនាំអាណាមានរួមអាណាមានញែកនេះវាមានលក្ខណៈត្រឹមត្រូវជាងអាណាមានរួមបើយើងប្រៀបធៀបទៅដោយសារតែអាណាមានញែកនេះគឺវាមានច្បាប់ទូទៅមួយដែលយើងបានសិក្សាច្បាស់លាស់ហើយការទាញសន្និដ្ឋានថ្មីឬក៏ញែកចេញទៅរកភាពដោយឡែកវាកម្រខុសដោយសារតែគោលការណ៍ពិសេសដោយឡែកជាច្រើនរបស់អាណាមានញែកទៅគេអាចទាញចេញទៅជាច្បាប់ទូទៅមួយបានណាអញ្ចឹងសរុបមកឃើញថាអាណាមានញែកនិងអាណាមានរួមនេះវាមានតំណាក់តំណងគ្នាជួយបំពេញកង្វះខាតឲ្យគ្នាទៅវិញទៅមកអាណាមានរួមវាផ្ដល់ឫសគល់ឲ្យអាណាមានញែកឬក៏ជាទីដែលអាណាមានញែកចេញដំណើរអញ្ចឹងអាណាមានញែកនេះវាចេញដំណើរពីអាណាមានរួមទៅដោយសារតែមានភាពរួមនឹងហើយទើបអាចឈានទៅរកភាពដោយឡែកណាវាមានលក្ខណៈត្រឹមត្រូវច្បាស់លាស់គេតែងតែត្រូវការអាណាមានញែកជាចាំបាច់កាលណាគេចង់យកច្បាប់ទូទៅមួយដែលគេរកឃើញទៅប្រតិបត្តិបាទអញ្ចឹងទ្រឹស្ដីមួយច្បាប់មួយដែលគេរកឃើញនៅពេលដែលគេចង់យកវាទៅប្រតិបត្តិគេត្រូវការអាណាមានញែកជាចាំបាច់ដើម្បីអាចជាឲ្យប្រើប្រាស់ច្បាប់ហ្នឹងប្រកបទៅដោយភាពត្រឹមត្រូវច្បាស់លាស់ណាអញ្ចឹងសរុបមកអាណាមានញែកនិងអាណាមានរួមហ្នឹងគឺវាមានតំណាក់តំណងគ្នាបែបហ្នឹងណាបាទអញ្ចឹងសំណួរទី2នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះឥឡូវនេះយើងចូលទៅកាន់សំណួរជាបន្តទៅទៀតសំណួរទី3គេថាសិលតម្លៃជាតម្លៃថ្នាក់ខ្ពស់របស់មនុស្សចូលពន្យល់បាទសំណួរទី3នេះវាមាននៅក្នុងមេរៀនរបស់យើងតាក់ទងទៅនឹងតម្លៃនិងសិលវិជ្ជាអញ្ចឹងគេឲ្យយើងពន្យល់ដើម្បីពន្យល់បានតើតើយើងយល់ពីសិលតម្លៃនេះជាមុនសិនអ្វីទៅជាសិលតម្លៃនេះមានន័យថាជាតម្លៃដែលគេជួបប្រទះនៅក្នុងអេរិយាបថបុគ្គលឬក៏អេរិយាបថសង្គមដែលគោរពចំពោះភាពត្រឹមត្រូវកុសលភាពឬក៏ការរីកចម្រើននៃឧត្តមគតិសង្គមឬក៏យើងអាចនិយាយម្យ៉ាងទៀតថាសិលតម្លៃនេះគឺជាគោលដៅរបស់សិលញាណហើយវាជាប់តាក់ទងទៅនឹងអំពើឬក៏ចរិយារបស់មនុស្សឬជាតម្លៃដែលកើតចេញពីអំពើល្អរបស់មនុស្សក្នុងការគិតនិងអនុវត្តហើយយើងហៅថាសិលតម្លៃកើតចេញពីអំពើល្អរបស់មនុស្សនៅក្នុងការធ្វើអ្វីមួយជាតម្លៃដែលគេគោរពចំពោះភាពត្រឹមត្រូវតាក់ទងទៅនឹងឧត្តមគតិរបស់សង្គមណាក្បួនច្បាប់វប្បធម៌សិលតម្លៃនេះវាមានដូចជាអំពើជាកុសលអំពើល្អយុត្តិធម៌គតិវិញ្ញូភាពថ្លៃថ្នូររបស់មនុស្សសេរីភាពសច្ចភាពភាពឧត្តមសន្តិភាពស្នេហាជាដើមអញ្ចឹងទាំងអស់ហ្នឹងវាគឺជាសិលតម្លៃបើយើងសិក្សាទៅលើចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សផ្អែកទៅតាមទស្សនៈរបស់ Beck ហើយនិង Holmes យើងឃើញថាតម្លៃសំខាន់របស់មនុស្សវាមានតម្លៃថ្នាក់ទាបនិងតម្លៃថ្នាក់ខ្ពស់តម្លៃថ្នាក់ទាបយើងមានតម្លៃជីវសាស្ត្រតម្លៃសេដ្ឋកិច្ចតម្លៃឥទ្ធិពលតម្លៃសង្គមចំណែកឯតម្លៃថ្នាក់ខ្ពស់យើងមានតម្លៃបញ្ញាតម្លៃសោភ័ណសិលតម្លៃសាសនាសិលតម្លៃនេះវាស្ថិតនៅក្នុងតម្លៃថ្នាក់ខ្ពស់អញ្ចឹងគេឲ្យយើងពន្យល់ណាហេតុអីបានយើងចាត់ទុកថាសិលតម្លៃនេះគឺជាតម្លៃថ្នាក់ខ្ពស់បាទអញ្ចឹងសិលតម្លៃនេះជាតម្លៃថ្នាក់ខ្ពស់របស់មនុស្សដែលគេបានជួបប្រទះនៅក្នុងអេរិយាបថបុគ្គលឬក៏អេរិយាបថសង្គមដែលគេគោរពចំពោះភាពត្រឹមត្រូវកុសលភាពឬក៏ការរីកចម្រើននៃឧត្តមគតិរបស់សង្គមបាទឧទាហរណ៍
តម្លៃនៃចរិតលក្ខណៈនិងបំណងល្អឬក៏គុណធម៌សិលតម្លៃនេះត្រូវបានគេចាត់ទុកថាជាតម្លៃថ្នាក់ខ្ពស់ដោយសារតែវាធ្វើឲ្យជីវិតរស់នៅរបស់មនុស្សវាមានភាពឧត្តមឧត្តមកាន់តែមានន័យនិងមានតម្លៃនៅក្នុងការរស់នៅពាក់ព័ន្ធទៅនឹងការប្រព្រឹត្តនៅអំពើល្អអញ្ចឹងតម្លៃថ្នាក់ខ្ពស់នេះវាខុសពីតម្លៃថ្នាក់ទាបដោយតាក់ទងទៅនឹងតម្លៃសេដ្ឋកិច្ចអញ្ចឹងវាជាប់ពាក់ព័ន្ធទៅនឹងទ្រព្យសម្ភារៈណារបស់ទាំងអស់ហ្នឹងវាត្រឹមតែជីវិតធម្មតារបស់យើងអាចរស់នៅបានតែប៉ុណ្្នឹងទេបើប៉ុន្តែសម្រាប់សិលតម្លៃនេះវាជាតម្លៃថ្នាក់ខ្ពស់កាលណាមនុស្សធ្វើនៅអំពើល្អវាធ្វើឲ្យជីវិតរស់នៅរបស់មនុស្សហ្នឹងវាមានភាពថ្លៃថ្នូរមានភាពឧត្តមឧត្តមណាវាតាក់ទងទៅនឹងគុណធម៌ជាដើមមនុស្សធ្វើអំពើល្អចំពោះអ្នកដទៃទទួលបាននៅការគោរពកោតសរឲ្យតម្លៃពីអ្នកដទៃនិងពីសង្គមផងដែរណាពីព្រោះឧត្តមគតិសង្គមក្តីណាអេរិយាបថរបស់បុគ្គលក្តីគេឲ្យតម្លៃចំពោះអំពើល្អណាអញ្ចឹងកាលណាមនុស្សធ្វើអំពើល្អគេនឹងទទួលបាននៅការកោតសរការលើកទឹកចិត្តណាអញ្ចឹងសិលតម្លៃហ្នឹងវាធ្វើឲ្យជីវិតរស់នៅរបស់មនុស្សឬក៏បុគ្គលម្នាក់កាន់តែមានន័យមានភាពថ្លៃថ្នូរមានភាពឧត្តមឧត្តមនៅក្នុងជីវិតណាអញ្ចឹងហើយបានជាគេនិយាយថាសិលតម្លៃនេះគឺជាតម្លៃថ្នាក់ខ្ពស់របស់មនុស្សបាទអញ្ចឹងនៅក្នុងសំណួរទី3នេះគឺមានតែប៉ុណ្្នឹងហើយខ្ញុំចូលទៅកាន់សំណួរថ្មីមួយទៀតសំណួរទី4គេឲ្យយើងពន្យល់ពីភាពសុខដុមផ្នែកសាសនាបាទសំណួរនេះវាមាននៅក្នុងមេរៀនភាពចោះសម្រុងរវាងសាសនាទាំងឡាយណាគេឲ្យយើងពន្យល់ដើម្បីពន្យល់បានតោះតែយើងយល់ពីភាពសុខដុមនេះខ្លះជាមុនសិនណាតើភាពសុខដុមនេះមានន័យយ៉ាងម៉េចពាក្យសុខដុមនេះគឺមានន័យថាសុខក្រៃលែងណាឬក៏សេចក្តីសប្បាយរីករាយដោយការនៅមួយគ្នាជាសុខស្រួលបាទន័យថាយើងរស់នៅជាមួយគ្នាដោយសុខស្រួលណាអត់មានចំនួនឆ្លោះទាស់តែរស់នៅចុះសម្រុងគ្នាហើយហៅថាសុខដុមណាអញ្ចឹងភាពសុខដុមផ្នែកសាសនានេះគឺជាការបង្កើតនៅសន្តិភាពពិតនិងយូរអង្វែងការឲ្យតម្លៃសាសនាដទៃនឹងមានការលុបបំបាត់សង្គ្រាមពីធម្មតាមនុស្សយើងគោរពនិងជឿទៅលើសាសនាខុសៗគ្នាបើសិនជាមនុស្សចេះឲ្យតម្លៃទៅលើសាសនាដទៃប្រព្រឹត្តនៅអំពើល្អមិនឲ្យមនុស្សបៀតបៀនគ្នាចេះអត់ឱនចេះយោគយល់អធ្យាស្រ័យវាធ្វើឲ្យមនុស្សរស់នៅបានសុខស្រួលណាមានសុខមានសន្តិភាពណារស់នៅមានភាពសុខដុមហើយទី2ការជំរុះចោលនៅចំណងស៊ូមទូបាទមានលោភៈទោសៈមោហៈនេះបាទលោភៈនេះគឺកុំឲ្យមនុស្សលោភលន់ហួសហេតុណាបាទទោសៈនេះកុំឲ្យមនុស្សមានកំហឹងមានការបន្ទោសឬក៏សំអប់ចំណែកឯមោហៈនេះគឺសេចក្តីងងវែងតែមិនយល់ខុសត្រូវកាលណាមនុស្សម្នាក់ជំរុះចោលនៅចំណងស៊ូមទូទាំងអស់ហ្នឹងនៅក្នុងខ្លួននេះបានវាធ្វើឲ្យមនុស្សយើងអាចរស់នៅចុះសម្រុងជាមួយគ្នានៅក្នុងសង្គមទី3បោះបង់ភាពកអើតកតោមនិងប្រកាន់ពូជសាសន៍និងតណ្ហាអតតថបុគ្គលបាទពីអតតថបុគ្គលនេះគឺសំដៅទៅលើការគិតទៅលើតែផលប្រយោជន៍ខ្លួនឯងណាអញ្ចឹងសាសនាអប់រំឲ្យមនុស្សយើងចេះលះបង់កុំឲ្យគិតតែផលប្រយោជន៍ខ្លួនឯងកុំឲ្យមនុស្សអាត្មានិយមចេះធ្វើនៅអំពើល្អចំពោះអ្នកដទៃទី4ការគោរពនិងការឲ្យតម្លៃដល់សាសនាទាំងអស់គឺគ្មានចំនួនសាសនាហើយនឹងមានភាពសុខដុមទៅពេលដែលយើងចេះគោរពនឹងឲ្យតម្លៃទៅលើសាសនាដទៃវាមិនអាចកើតមានចំនួនឆ្លោះទាស់តែងដោយសារតែជំនឿសាសនាទេណាយើងរស់នៅជាមួយគ្នាបានសុខហើយចុងក្រោយមនុស្សម្នាក់ត្រូវតែប្រព្រឹត្តអំពើល្អមិនកេងប្រវ័ញ្ចមិនរើសអើងមិនអាត្មានិយមបាទមិនបកកចំនួនឬក៏រើសអើងសាសនាដទៃអប់រំមនុស្សឲ្យមានចិត្តមេត្តាករុណាចេះយោគយល់និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកបាទសាសនានីមួយតែងតែអប់រំឲ្យមនុស្សចេះធ្វើនៅអំពើល្អកុំឲ្យមនុស្សបៀតបៀនគ្នាឲ្យមនុស្សចេះយោគយល់អធ្យាស្រ័យនិងអត់ឱនឲ្យគ្នាទៅវិញទៅមកបាទមិនឲ្យមនុស្សអាត្មានិយមឲ្យមនុស្សចេះលះបង់ណាបំពេញនៅសេចក្តីល្អចំពោះគ្នាទៅវិញទៅមកចេះស្រឡាញ់រាប់អានគ្នាមិនរើសអើងទៅលើសាសនាដទៃទោះបីថាយើងមានជំនឿជាសាសនាខុសគ្នាយ៉ាងណាក៏ដោយកាលណាយើងចេះគោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមក
វាធ្វើឲ្យមនុស្សរស់នៅបានសុខស្រួលណាសង្គមមួយវាមានសុខមានសន្តិភាពរស់នៅចុះសម្រុងគ្នាមានភាពសុខដុមរមនាបាទតកតងនឹងសំណួរទី4នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះបាទឥឡូវយើងចូលទៅកាន់សំណួរថ្មីមួយទៀតសំណួរទី5គឺថាសិស្សជាកម្លាំងមួយដ៏សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចូលបញ្យលបាទសំណួរនេះវាមាននៅក្នុងមេរៀនអំពើពុករលួយណាគេឲ្យយើងបញ្យលថាហេតុអីបានជាសិស្សនឹងជាកម្លាំងមួយដ៏សំខាន់ដែលអាចចូលរួមប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយបានដោយសារមូលហេតុអីសិស្សជាកម្លាំងមួយដ៏សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយព្រោះសិស្សជាបុគ្គលដែលមានចំណេះដឹងនិងជាទំពាំងស្នងរិស័យបាទអញ្ចឹងមូលហេតុគឺដោយសារតែសិស្សគាត់បានសិក្សារៀនសូត្រជាមនុស្សដែលមានចំណេះដឹងនៅក្នុងខ្លួនហើយសិស្សហ្នឹងក៏ជាអ្នកចំនួនក្រោយដែលត្រូវស្នងបន្តវេនជាបន្តទៅទៀតណាបាទអញ្ចឹងការបណ្ដុះផ្នត់គំនិតប្រឆាំងអំពើពុករលួយក៏យើងត្រូវចាប់ផ្ដើមពិសេសនឹងដែរណាដើម្បីឲ្យគាត់មានមនសិការប្រព្រឹត្តល្អគាត់មានគំនិតស្អប់ខ្ពើមមិនហ៊ានប្រព្រឹត្តនៅអំពើពុករលួយក្រៅពីការអប់រំបណ្ដុះបណ្ដាលនៅផ្នត់គំនិតយើងឲ្យពួកគាត់ចូលរួមនៅក្នុងទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយទិវានេះដូចគេធ្វើនៅថ្ងៃទី9ខែធ្នូជារៀងរាល់ឆ្នាំបាទអញ្ចឹងយើងអាចផ្ដល់ជាឱកាសដើម្បីឲ្យគាត់ទៅចូលរួមបាទឲ្យមានការយល់ដឹងនិងបង្កើននៅស្មារតីយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយបាទទី2កុំចូលរួមក្នុងសកម្មភាពពុករលួយបាទអញ្ចឹងយើងអប់រំមិនឲ្យគាត់យកលុយទៅសោកដើម្បីបានបន្ទុកឬក៏យកលុយទៅសោកដើម្បីបានឡើងថ្នាក់ឬក៏ប្រឡងជាប់ជាដើមណាបាទអញ្ចឹងយើងបណ្ដុះបណ្ដាលឲ្យគាត់មានស្មារតីមានការយល់ដឹងនៅបញ្ហាទាំងអស់ហ្នឹងហើយទី3ជួយគ្រប់គ្រងទៅដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងអំពើពុករលួយយើងឲ្យពួកគាត់ចូលរួមគ្រប់គ្រងផ្ដល់ការលើកទឹកចិត្តណាដើម្បីឲ្យសន្ទុះនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយវាកាន់តែផុសផុលឡើងណាទី4ចូលរួមសកម្មភាពអប់រំតាក់ទងទៅនឹងសកម្មភាពសង្គមបាទឲ្យយើងធ្វើបានតាមរយៈនៃការឲ្យសិស្សជាអ្នកធ្វើសកម្មភាពអប់រំទៅដល់ប្រជាពលរដ្ឋទៅដល់មនុស្សទូទៅហើយមួយទៀតណែនាំទៅដល់សមាជិកគ្រួសារអំពីផលវិបាកកុំឲ្យប្រព្រឹត្តអំពើពុករលួយគាត់ទៅដល់ផ្ទះគាត់អាចជួយណែនាំទៅដល់សមាជិកគ្រួសាររបស់គាត់បានទៀតណាកុំឲ្យប្រព្រឹត្តនៅអំពើពុករលួយផ្សេងៗណាបាទហើយមួយទៀតចូលរួមឃ្លាំមើលនិងរាយការណ៍អំពើពុករលួយដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់បង្ក្រាបអញ្ចឹងសោះយើងមានច្រើនណាគាត់អាចចូលរួមតាមឃ្លាំមើលហើយបើសិនជាកន្លែងណាមួយកើតមាននៅអំពើពុករលួយឬក៏ដឹងថានរណាម្នាក់ប្រព្រឹត្តនៅអំពើពុករលួយគាត់អាចជួយរាយការណ៍ណាហើយមួយទៀតផ្សព្វផ្សាយរូបមន្តតាមរយៈមិត្តអប់រំមិត្តពីការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយអប់រំមិត្តភក្តិបាទអប់រំគ្នាទៅវិញទៅមកទៅវាធ្វើឲ្យការយល់ដឹងបានទាំងអស់គ្នាណាមួយទៀតបាទចុងក្រោយចូលរួមបង្កើតគំនិតព្រួយផ្ដើមថ្មីទាក់ទងទៅនឹងការបង្ក្រាបនិងទប់ស្កាត់អំពើពុករលួយជួនកាលសិស្សគាត់មានគំនិតល្អដោយសារតែគាត់បានរៀនសូត្រចេះដឹងអញ្ចឹងទៅអញ្ចឹងឲ្យពួកគាត់ជួយផ្ដល់នៅគំនិតមតិយោបល់ឬក៏វិធីផ្សេងដើម្បីអាចយើងយកទៅប្រើប្រាស់ទប់ស្កាត់ឬក៏ការលុបបំបាត់នៅអំពើពុករលួយនេះបានអញ្ចឹងហើយសរុបមកឃើញថាការបណ្ដុះផ្នត់គំនិតប្រឆាំងទៅនឹងអំពើពុករលួយទៅដល់សិស្សនេះជារឿងមួយដែលសំខាន់ណាដោយសារតែសិស្សនេះគឺជាមនុស្សចំណេះដឹងច្រើនជាទំពាំងស្នងរិស័យហើយគាត់មានឱកាសច្រើននៅក្នុងការចូលរួមសកម្មភាពសង្គមក៏ច្រើនយើងឃើញថាសិស្សនេះវាមានដូចច្រើនទៀតផងអញ្ចឹងកាលណាយើងផ្ដល់នៅការអប់រំតាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះទៅដល់គាត់អាចយកចំណេះដឹងទាំងអស់ហ្នឹងទៅផ្សព្វផ្សាយអប់រំជាបន្តទៅទៀតដល់គ្រួសារឬមិត្តភ័ក្តិរបស់គាត់ឬក៏ប្រជាពលរដ្ឋមនុស្សទូទៅជាបន្តទៅទៀតអាចជួយឲ្យសិស្សហ្នឹងគាត់មានស្មារតីយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយហើយគាត់ខ្លួនឯងហ្នឹងក៏មិនហ៊ានប្រព្រឹត្តនៅអំពើពុករលួយនឹងដែរអញ្ចឹងគាត់ជាអ្នកបន្តវេនទៅថ្ងៃក្រោយគាត់ជាចំហមួយណានៅក្នុងសង្គមណាគាត់ទទួលបានការអប់រំល្អមិនពុករលួយដែរ
ក៏វាបានល្អទៅតាមនឹងដែរអញ្ចឹងណាអញ្ចឹងសរុបមកឃើញថាសិស្សនេះគឺជាកម្លាំងមួយដ៏សំខាន់ណានៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយទៅក្នុងសង្គមបាទអញ្ចឹងនៅក្នុងសំណួរទី5នេះគឺមានតែប៉ុណ្្នឹងហើយនិយាយសាររបស់យើងនេះគឺអស់ហើយសូមបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់រងចាំទស្សនានិងសិក្សានិយាយសារថ្មីជាបន្តទៅទៀតនៅវីដេអូលើកក្រោយបាទសូមអរគុណបាទ